ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់គាត់ឈ្មោះបងឋានដែលគាត់រស់នៅខាងខេត្តព្រៃវែងចំពោះរឿងរ៉ាវដែលបងឋានបានចែករំលែកនេះកើតឡើងកាលពីឆ្នាំ96មកដល់បច្ចុប្បន្នវា30ឆ្នាំហើយតែគាត់នឹកចងចាំអំពីរឿងនេះទីពិតទៅខ្ញុំត្រូវហៅគាត់ពូមិនដឹងតែខ្ញុំសូមហៅថាបងប្រុសចុះដើម្បីជាការគោរពដល់គាត់រឿងដែលបងឋានបានចែករំលែកនេះគឺតាក់ទងទៅនឹងរឿងរ៉ាវអបិយជំនឿមួយនៅភូមិស្រុករបស់គាត់គឺហាមប៉ះពាល់ខ្មោចរន្ទះបាញ់ដែលរឿងនេះបានកើតឡើងពិតប្រាកដនៅភូមិសហគមន៍តំបន់ដែលគាត់រស់នៅកាលពីឆ្នាំ96 7ថ្ងៃមនុស្ស3នាក់បានបាត់បង់ជីវិតអញ្ចឹងបងប្អូនប្រកាសជាចង់ដឹងថារឿងដែលបងឋានចែករំលែកដល់ខ្ញុំនេះយ៉ាងម៉េចខ្លះទៅស្ដាប់រឿងរ៉ាវលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលបងឋានបានចែករំលែកកើតឡើងនៅក្នុងឆ្នាំ96ដែលតាក់ទងទៅនឹងអបិយជំនឿមួយគឺហាមប៉ះខ្មោចរន្ទះបាញ់ជាខ្មោចដែលស្លាប់តៃហោងខ្ញុំក៏សង្ឃឹមថាបងប្អូននឹងធ្លាប់ឮអំពីចាស់ទុំពីមុនដែលហាម5មិនឲ្យប៉ះសពតៃហោងប៉ះសពរន្ទះបាញ់ប៉ះសពដែលស្លាប់យ៉ាងម៉េចក៏ដោយឲ្យតែតៃហោងដែលស្លាប់មិនបានទទួលបានធម៌មគ្គផលអំពីព្រះសង្ឃឬក៏តាយាយដែលត្រូវឲ្យបុណ្យដល់គាត់ខ្ញុំជឿថាបងប្អូនអាចនឹងទទួលបានឬក៏ធ្លាប់ឮធ្លាប់ដឹងអំពីចាស់ហើយប៉ុន្តែរឿងរ៉ាវនៅក្នុងថ្ងៃនេះគឺខ្ញុំគ្រាន់តែចង់ចែករំលែកពីអ្វីដែលបងឋានបានចែករំលែកដល់ខ្ញុំហើយខ្ញុំក៏ចង់ចែករំលែកបទពិសោធន៍នេះដល់បងប្អូនដូចគ្នាចំពោះខ្ញុំគឺមិនឲ្យបងប្អូនជឿទេប៉ុន្តែខ្ញុំឲ្យបងប្អូនស្ដាប់ហើយយកទៅពិចារណាឬក៏សួរចាស់ទុំនៅក្នុងភូមិស្រុកបងប្អូនវិញតើវាមានរឿងអញ្ចឹងដូចនៅស្រុកភូមិបងឋាននៅខាងព្រៃវែងដែរឬអត់រឿងចេះកាលពីឆ្នាំ96មានគ្រួសារមួយមានកូនប្រុស5នាក់ហើយជំនាន់ហ្នឹងកាលឆ្នាំ96ហ្នឹងគឺគ្រួសារហ្នឹងក្រអត់បងប្អូនក្រអត់មែនតើហើយមានកូន2នាក់កាលពីឆ្នាំ96ហ្នឹងគឺធំជាងគេមួយអាយុខ្ទង់ប្រហែលជា20មួយទៀត20ស្ដើងអញ្ចឹងទៅមួយ20ក្រាស់មួយ20ស្ដើងអញ្ចឹងណាហើយក្រុមគ្រួសារហ្នឹងគឺ slow ណាកូនប្រុសពិតប្រកបមិនគឺ slow ពួកគាត់អត់ចេះរករឿងអត់ចេះធ្វើផលក្តៅលមាស់ក្តៅក្រហល់ខាយដល់អ្នកស្រុកអ្នកភូមិទេគាត់ថាពួកគាត់ឲ្យតែតនេគាត់ចូលចិត្តផឹកស្រាសស្រាថ្នាំជាមួយនឹងបងប្អូនគាត់ក៏ដូចជាញាតិមិត្តអ្នកស្រុកអ្នកភូមិនៅផ្ទះជាប់គ្នានឹងឯងអញ្ចឹងមានពេលវេលាមួយនៅឆ្នាំ96ហ្នឹងគាត់ចងចាំពេលហ្នឹងដូចជារដូវខែវស្សាមេឃវាតែងតែភ្លៀងចិញ្ជ្រុំរៀងរាល់ថ្ងៃហើយជំនាន់ហ្នឹងស្រុកគាត់អ្នកខ្លះក៏គេអត់ទាន់មានភ្លើងគូមសម្រាប់ប្រចាំងឆ្លុះសัตว์ឆ្លងកែបអីដែរផ្ទះខ្លះក៏មានភ្លើងដែរគេប្រើពួក7តារាបងប្អូន7តារាថ្ម3កង់វែងបងប្អូនប្រហែលជាអាចនឹងឃើញអាចនឹងឆ្លងកាត់ដែរអ្នកខ្លះក៏គេប្រើរបៀបជាចង្គៀងពួកម៉ាំងសុងពួកឆ្លុះអាហ្នឹងខ្ញុំក៏មិនសូវដឹងដែរបងប្អូនដោយសារតែតំបន់ស្រុកខ្ញុំពីជំនាន់ហ្នឹងដូចជាមាន7 3កង់ហើយស្រុកខ្ញុំមិនដឹងថាស្រុកបងប្អូនមានដែរឬក៏យ៉ាងម៉េចទេក៏ប៉ុន្តែនៅស្រុកបងឋានហ្នឹងពេលហ្នឹងក៏មានណា7តារាដូចខ្ញុំនិយាយនឹងដូចគ្នាអញ្ចឹងក៏ពួកគាត់មានលទ្ធភាពសល់ពីគេដូនតាគាត់មកគាត់តែយើងយកថ្មមកដាក់មកហើយថ្មមាន3គ្រាប់អា3គ្រាប់ផ្សេងនៅក្រៅនោះគឺហាលអត់មែនយកទៅបញ្ចូលដូចយើងទេណាបងប្អូនយកទៅហាលថ្ងៃអញ្ចឹងទៅបានថ្មនឹងយកមកដាក់ទៅឆ្លោះកង្កែបឆ្លោះសัตว์អីហ្នឹងទៅឆ្នាំ96ហ្នឹងចំពេលមេឃភ្លៀងហើយពួកគាត់ក៏ចេញទៅរកសัตว์កង្កែបដើម្បីយកមកទុកធ្វើជាម្ហូបក៏ដូចជាលក់ឲ្យអ្នកដែរនៅភូមិផងលបងជាមួយគ្នានឹងឯងអញ្ចឹងគ្រួសារហ្នឹងក៏ចេញទៅឆ្លោះកង្កែបមានបងទី1និងទី2ទៅបងប្អូនដទៃទៀតគឺពួកគាត់អត់បានទៅជាមួយទេ2នាក់បូករួមនឹងម្រាក់ខ្លារបស់គាត់ម្នាក់ទៀតនៅផ្ទះជាប់គ្នានឹងឯងគាត់ទៅឆ្លោះកង្កែបនៅភូមិខាងត្បូងគាត់ទៅឆ្លោះកង្កែបទៅហើយបងប្អូនដឹងថាពេលដែលទៅឆ្លោះកង្កែបពួកគាត់មិនដែលបដុំគ្នានៅក្នុងការរោទេពីច្រើនគឺចែកគ្នាឧទាហរណ៍ថាបងទី1គាត់រោទីតាំងម្លុកនឹងកដាលអញ្ចឹងតាបងទី2គាត់នៅខាងស្ដាំអញ្ចឹងតាពួកម៉ាក់បនភឿនរបស់គាត់ម្រាក់ខ្លាគាត់ទៅខាងឆ្វេងអញ្ចឹងតាគឺចែកគ្នាដើម្បីទៅរងកែបហើយរងកែបគឺ
អត់មានអីទេគឺដើរចាប់បណ្ដោយឲ្យតាំងកាយវាពុលទឹកភ្លៀងវាពាក់វាអោបគ្នានឹងគឺយើងទៅចាប់ស្រួលបងប្អូនដែលធ្លាប់ឆ្លងកាត់បែបហ្នឹងដឹងអញ្ចឹងគាត់ដើររទៅរហូតដល់ម៉ោងប្រហែលជា9ជាង9យប់ជាងបងថាជំនាន់នោះគឺគាត់គឺជាអ្នកដែលឆ្លងកែប្រងកែបគាត់ថាត្រឡប់គាត់តតែរាំងភ្លៀងបានគាត់ចេញទៅរងកែបទៅរកអីអញ្ចឹងណាប៉ុន្តែគ្រូសាហ្នឹងមេឃភ្លៀងបើភ្លៀងខ្លាំងអត់ចេញទេឈូខ្លាំងអត់ចេញតែលឹមស្រិចចិត្តរាំងហ្នឹងគឺគាត់ចេញទៅហើយតែបើបងថាវិញតតែដាច់ទឹកភ្លៀងមកគាត់ទៅខ្លាចចេះខ្លាចចុះអញ្ចឹងគាត់ថាភ្លៀងនៅរ៉េមកជុំក៏ក្រើកមេឃហ្មងពេលហ្នឹងគឺរន្ទះបាញ់ខាងត្បូងភូមិគាត់ថាក្រងឡងគាត់ថាមើលទៅភ្នែកទូលខ្លាំងហើយបន្លឺឡើងឃ្យូជះកាត់ភូមិមករន្ទះបាញ់ហើយបាញ់មិនមែនមកគ្រាប់បាញ់3គ្រាប់បាញ់ច្រាវចឹងហើយច្រាវមួយទៀត3ជាប់គ្នាក៏យើងអត់ដឹងថារន្ទះបាញ់នៅចំនរណាឬក៏ប៉ះនរណាដែរតែដឹងត្រឹមថារន្ទះបាញ់នៅត្បូងភូមិកំឡុងពេលហ្នឹងគាត់ថាប្រហែលជាជិត1ម៉ោងបានលឺសំឡេងមនុស្សប្រហែលជា2នាក់ស្រែករត់តាមផ្លូវហ្នឹងក៏ស្រែកប្រាប់តាំងពីដើមភូមិមកទៅមកពីដើមភូមិមកប្រាប់ថាជួយផងបងខ្ញុំផ្ទះបាញ់ហើយបងខ្ញុំផ្ទះបាញ់ហើយស្រែកចឹងហើយសម្រាប់បងឋានគ្រូសារបស់គាត់ពុកម៉ែរបស់គាត់ក៏លឺដូចគ្នាហើយក៏អ្នកភូមិអ្នកស្រុកគេចាប់ផ្ដើមចេញមកមើលទៅអ្នកខ្លះឡើងអុចជាគៀងអុចអីចេញមកទៅឃើញថាបងទី1នៃគ្រួសារហ្នឹងគឺបានរន្ទះបាញ់ហើយប្អូនរបស់គាត់ទី2ហ្នឹងគឺជាអ្នកសែងសពមកជាមួយនឹងមរៈខ្លាបងទី1របស់គាត់ម្នាក់ទៀតដូរគ្នាសែងសពអ៊ីវសពនឹងមកពីវាលបងប្អូនហើយសភាពសពដែលបងឋានឃើញពិបាកនឹងថ្លែងជារួមទៅដូចមនុស្សឆេះភ្លើងយ៉ាងម៉េចគឺអញ្ចឹងហើយឡើងឈ្ងៀមខ្លោចសាកសពហ្នឹងគឺសភាពបែបហ្នឹងអញ្ចឹងក៏យកសពហ្នឹងមកដល់ផ្ទះមកដល់ភ្លាមអ្នកភូមិអ្នកស្រុកក៏បានមកមើលហើយសពហ្នឹងក៏ចាប់ផ្ដើមចំអះទឹកនៅពេលយប់ហ្នឹងតែម្ដងតាពេលហ្នឹងហើយគឺមានអ្នកប៉ះពាល់សពហ្នឹងច្រើនមែនទែនប៉ុន្តែអ្នកដទៃអត់បញ្ហាទេបងប្អូនបញ្ហាគឺតែបងទី2ហើយនឹងមរៈរបស់គាត់ហ្នឹងទេដែលមានបញ្ហាចំពោះសាកសពហ្នឹងក៏ទៅនិមន្តព្រះសង្ឃនិមន្តអាចារ្យទាំងយប់អីមកធ្វើកិច្ចចឹងទៅព្រះសង្ឃអត់មកទេសុំទោសមានតែអាចារ្យធ្វើអីសូត្រធម៌សូត្រអីចឹងទៅហើយពេលហ្នឹងក៏ដូចជាគ្មានអ្នកណានិយាយស្អីអំពីរឿងរ៉ាវអបិយជំនឿអីដែរគាត់ណាធ្វើកិច្ចអីសពគ្រប់ព្រលឹមឡើងនិមន្តព្រះសង្ឃអីចឹងទៅហើយក៏យកសពរបស់គាត់ទៅកប់នៅក្រោយផ្ទះតាកប់ហ្នឹងចេញពីក្រោយផ្ទះទៅមានស្រែមានតបោកស្រែតបោកអីបងប្អូនដឹងហើយថាប្រជាពលរដ្ឋជំនាន់មុនគឺអញ្ចឹងឯងឲ្យទៅមានតបោកស្រែទៅកប់ទៅអីហ្នឹងក៏សពគាត់កប់ទុកចោលហ្នឹងតាសពគាត់ស្លាប់បាន3ថ្ងៃបងប្អូនដឹងមានរឿងអីកើតឡើងឯងរន្ទះបាញ់ភ្នោសពនឹងម្ដងទៀតបាញ់ឌឹងអាយ៉ាស់ភ្នោមកអាយ៉ាស់ភ្នោហើយអត់មានភ្លៀងទេកណ្ដាលថ្ងៃត្រង់រន្ទះបាញ់ភ្នោហ្នឹងអ្នកដែលឃើញគឺបងទី2នឹងឯងជាអ្នកឃើញរន្ទះបាញ់ហើយនឹកគិតសំណោះអំពីបងទី1ក៏ទៅយកចបយកអីហ្នឹងដើម្បីទៅកប់ដីលុបវិញយកសេះបលាសេះអីចឹងតាអ្នកផ្ទះក៏បានឃើញជួយពូនអីចឹងសពគ្រប់ហើយពួកគេក៏ត្រឡប់មកផ្ទះវិញបងទី2ហ្នឹងគាត់រៀងសំណោះសំណោជាមួយបងប្អូនគ្នាធ្លាប់ទៅណាទៅណីជាមួយនឹងគ្នាមិនថាឆ្លោះកែផឹកស្រាដើរទៅទីណាអីគឺជាជាមួយបងធំនឹងឯងដល់ពេលបងធំស្លាប់ទៅហើយទៅរន្ទះបាញ់ទៀតមិនសំណោះសំណោអ្នកផ្ទះចិត្តតែលួងលោមឲ្យគាត់ទៅផ្ទះវិញគាត់មិនព្រមទៅកប់សពកប់ភ្នោនឹងហើយគាត់គង់អង្គុយអ្នកផ្ទះដើរមកដល់ផ្ទះលឺផឹងមកគ្រាប់ទៀតលឺផ្ទះបាញ់កណ្ដាលថ្ងៃត្រង់កណ្ដាលថ្ងៃមកអត់មានភ្លៀងទេបាញ់មកសទុះបានគេនឹកឃើញថាជុំស្នូបាញ់មិនដូចបាញ់ចំកន្លែងសពមិញមែនអត់គូនាំគ្នាទៅមើលវិញដើរទៅដល់ក៏ប្រទះឃើញប្អូនទី2នៃសពបានស្លាប់នៅនឹងភ្នោនឹងដែរដោយរន្ទះបាញ់គាត់ឡើងខ្លោចស្លាប់នៅទីតាំងនឹងគ្រួសារបានឃើញក្នុងគ្នាស្រែកទៅហូយំម្ដងស្រែកទៅហូយំហើយក៏ទៅហៅព្រះសង្ឃនិមន្តព្រះសង្ឃហៅតាអាចារ្យដើម្បីមកធ្វើកិច្ចនៅនឹងតែមកសាកសពមួយនឹង
តាចាក៏ដូចជាប្រសង់ឲ្យអវាទឲ្យជាយោបល់ដល់គ្រួសារដែរថាមិនបាច់យកទៅធ្វើបុណ្យនៅផ្ទះទេនេះគឺវាមានអញ្ចឹងដែរណាបងអត់មានយកបុណ្យធ្វើបុណ្យផ្ទះទេគឺសពនឹងចាប់ផ្ដើមធ្វើកិច្ចហើយចាប់ផ្ដើមធ្វើជាមឈូសធ្វើអីកប់សាកសពហ្នឹងនៅចិត្តគ្នាតែម្ដងទៅពីព្រោះពួកគាត់អាចនឹងមានអារម្មណ៍មានគេថាការតំណែងតំណងគ្នាអញ្ចឹងណារបៀបបែបហ្នឹងបងប្អូនអញ្ចឹងហើយក៏អត់បានយកសពហ្នឹងមកផ្ទះដែរតែ3ថ្ងៃបងស្លាប់បានតែ3ថ្ងៃយកទៅកប់3ថ្ងៃគឺប្អូនទី2ត្រូវស្លាប់មួយទៀតដោយរឿងផ្ទះបាញ់ដូចគ្នាសពគាត់ក៏បានកប់ទន្ទឹមគ្នាហ្នឹងតែម្ដងទៅនៅលើដបូកភ្លឺស្រែហ្នឹងតែមួយហើយក៏បានធ្វើបុណ្យរួមគ្នាបុណ្យ7ថ្ងៃហ្នឹងរួមគ្នាតែម្ដងទៅអញ្ចឹងអ្នកភូមិអ្នកស្រុកញញើដែរពេលនោះអ្នកភូមិអ្នកស្រុករបស់គាត់កុំថាឡើយមេឃភ្លៀងណាបងប្អូនតែមេឃកដាលក្តៅហ្នឹងក៏គាត់មិនហ៊ានចេញដែរបងប្អូនណារន្ទះបាញ់ខែចែករន្ទះបាញ់កដាលក្តៅអានេះគឺរៀងពិបាកបន្តិចហើយមានរន្ទះទឹកក៏មានដែរណាបងប្អូនខ្ញុំធ្លាប់ឮពីចាស់តាមួយនៅភូមិរបស់ខ្ញុំធ្លាប់រន្ទះទឹកបាញ់ប៉ុន្តែអត់ស្លាប់ទេគាត់ថាបាញ់ខ្លោចហើយបកាច់ក្នុងទឹកហ្នឹងត្រូវបានអ្នកអោសអួនអ្នកដាក់មងនៅចិត្តហ្នឹងស្រង់គាត់ចេញពីទឹកបានខំអីគាត់ត្រូវស្លាប់បាញ់ហ្នឹងខ្លោចខ្លួនហើយលមូលកពើបកាច់ក្នុងទឹកហ្មងអានេះអ្នកភូមិអ្នកស្រុកខ្ញុំតែឈ្មោះតាអេមតែឥឡូវគាត់បានចែកឋានបាត់ហើយយ៉ាងត្រូវរន្ទះទឹកបាញ់តែអត់ស្លាប់ទេគាត់ថាខ្លោចខ្លួនហើយលមូលបកាច់ក្នុងទឹកដូចតុងអញ្ចឹងងាកមកដល់រឿងបង្ឋានវិញបងទី1ទី2ហ្នឹងក៏បានស្លាប់ដោយសាររន្ទះបាញ់ដូចគ្នាបងទី1ស្លាប់នៅវាលហើយមិនបងទី2ហ្នឹងអ្នកលើកសពមកជាមួយនឹងម្រះខ្លារបស់គាត់មួយទៀតមែនអត់អញ្ចឹងបងស្លាប់តែ3ថ្ងៃក៏ប្អូនហ្នឹងត្រូវស្លាប់តាមក្រោយដោយរន្ទះបាញ់ដូចគ្នាប៉ុន្តែมันបានយកធ្វើកិច្ចនៅភូមិស្រុកទេគឺធ្វើកិច្ចនៅនឹងហើយបុណ្យ7ថ្ងៃរួមគ្នាតែម្ដងក៏ប៉ុន្តែរឿងមួយទៀតដែលអ្នកស្រុកអ្នកភូមិមើលរំលងអ្នកដែលប៉ះសពអ្នកដែលអ៊ីវសពនឹងមកមិនមានបងទី2ហ្នឹងអ្នកអ៊ីវសពបងទី1ក៏ដូចជាមិត្តភ័ក្តិម្រះខ្លារបស់គាត់ម្នាក់ទៀតនៅផ្ទះជាប់ហ្នឹងមិនអ៊ីវសពដូចគ្នាតែអត់បានចាប់ផ្លឹកទេបើមិនជាចាប់ផ្លឹកបន្តិចយកគាត់ទៅវត្តសុយទឹកពាក់តែខ្សែកថាខ្សែចំណងអីឬគាត់ឲ្យគាត់បួសជាប្រសង់ដើម្បីបដិញឧបទប់ចង្រៃនឹងចេញប្រហែលជាគាត់មិនមានរឿងចឹងទេមិនដែលមានអ្នកចាប់ផ្លឹកបុណ្យ7ថ្ងៃមិត្តភ័ក្តិរបស់គាត់មកដល់បងនឹងចាប់ផ្ដើមមុខឡើងខ្មៅយកគេឆ្ងល់ពេលដែលគាត់មកបុណ្យសពអ្នកខ្លះឃើញគាត់ហើយមុខគាត់ឡើងខ្មៅហើយមានអ្នកភូមិម្នាក់លន់មាត់ថាអានេះអត់ក្បាលលន់មាត់អញ្ចឹងទៀតហើយគេឃើញសភាពរបស់គាត់នឹងខ្មៅមុខប៉ែហ្មងរបៀបថាមនុស្សគ្មានអំណោយផលអំណោយទានឬក៏គ្មានវិញ្ញាណណារបៀបបែបហ្នឹងគឺឃើញបែបហ្នឹងចឹងឯងហើយក៏មានអ្នកភូមិលន់មាត់ថានេះអត់ក្បាលអ្នកនៅហ្នឹងក៏គេមិនហ៊ានមាត់មិនហ៊ានកអីដែរព្រោះមានតែមនុស្សម្នាក់ដែលឃើញអញ្ចឹងបុណ្យសពបុណ្យ7ថ្ងៃបងប្អូនទាំងពីរនាក់ហ្នឹងមិនទាន់ចប់ផងណាបងប្អូនបុណ្យថ្ងៃហ្នឹងស្អែកឡើងមិនត្រូវវេភ័ព្វមួយកណាត់ថ្ងៃទៀតដើម្បីបញ្ចប់នៃបុណ្យ7ថ្ងៃអាចចំ7ថ្ងៃតែបុណ្យហ្នឹងម៉ោងប្រហែលជា3រសៀលគាត់ក៏ត្រឡប់ទៅវិញហើយបុណ្យហ្នឹងគឺចំមេឃភ្លៀងទៀតស្រាក់ស្រេចបងនៅអត់ហ៊ានចេញទៅណាក្រៅផ្ទះទេនៅក្រោមផ្ទះរហូតបងប្អូននៅក្រោមផ្ទះអត់ហ៊ានចេញទៅណាទេប៉ុន្តែវាគាត់ជួនស្អីនៅពេលនោះមិនដឹងថាគាត់ត្រូវទៅយកស្អីទេគាត់ក៏រត់ចេញទៅក្រៅផ្ទះជារួមទៅផ្ទះចាំបាញ់បណ្ដោយគេថាដូចបំណងចាំបាញ់សម្រាប់បងនឹងទៅមកគាត់គ្រាន់តែចេញទៅក្រៅបន្តិចហើយរត់ចូលមកវិញពាក់កណ្ដាលផ្លូវម៉ាំងបាញ់ឡើងឃ្យូល្ងឹតផ្ទះជាប់គ្នាណាបងប្អូនផ្ទះសពហើយនឹងបងដែលស្លាប់ក្រោយស្លាប់ទី3ហ្នឹងគឺជាប់គ្នាតែហ្មងជាមរៈខ្លានឹងគ្នាគាត់ភ្លៀងគាត់ចេញទៅក្រៅទីរត់ចូលមកវិញពឹងលឹងឡើងឃ្យូអ្នកភូមិស្រុកពេលបាញ់ភ្លាមអត់ហ៊ានអត់មាននរណាម្នាក់ស្ទុះមកទេសំបីតែគ្រួសាររបស់បងហ្នឹងក៏អត់មាននរណាហ៊ានចេញមកភ្លាមដែរពីព្រោះខ្លាចវាសារ៉េមួយទៀតទៅគិតមិនប្រហែលជា5នាទីបានមានអ្នកភូមិអ្នកស្រុកមានទាំងតង់ប៉ាតង់ហ្នឹងយកមកក្រប
កុំឲ្យភ្លៀងទៅសពនឹងឡើងឈងៀមបងឋានក៏បានទៅឃើញសពនឹងដូចគ្នាក៏ប៉ុន្តែអត់មាននរណាហ៊ានប៉ះសពនឹងទេសូម្បីតែលើកសពនឹងរំកិលបន្តិចក៏ហ៊ានដែរបានធ្វើតែមកយកតង់យកអីចងកុំឲ្យភ្លៀងទៅសពនឹងឯងទៅនិមន្តព្រះសង្ឃទៅហៅតាអាចារ្យដើម្បីមកធ្វើកិច្ចភ្លាមពេលដែលទៅនិមន្តព្រះសង្ឃទៅហៅតាអាចារ្យមេចាប់ដើមរាំងផ្លែតសុកភ្លៀងឲ្យរាំងផ្លែតភ្លៀងតែបន្តិចហ្នឹងគឺធ្វើឲ្យមនុស្សម្នាក់ទៀតត្រូវបាត់បង់ជីវិតចុះបើសិនជាគាត់មិនព្រមចេញបណ្ដែលមិនដឹងថាវាមានរឿងអីទេតែអាចទាញចិត្តគាត់ឲ្យទៅអញ្ចឹងបានគឺគាត់ត្រូវស្លាប់ហ្នឹងឯងអញ្ចឹងធ្វើកិច្ចធ្វើអីហើយក៏ចាប់ផ្ដើមយកសពគាត់ដំកល់នៅក្រោមផ្ទះធ្វើបុណ្យហើយក៏យកសពហ្នឹងទៅកប់ទឹកក៏ប៉ុន្តែមិនបានយកសពហ្នឹងទៅកប់ចិត្តមរៈភឿនរបស់គាត់ដែលស្លាប់2នាក់នោះទេគាត់កប់នៅស្រែផ្សេងអញ្ចឹងទៅក្រោយពេលដែលកប់នៅស្រែផ្សេងហើយអ្នកស្រុកអ្នកភូមិក៏ចាប់ផ្ដើមណែនាំកូនណែនាំគ្រួសារឲ្យបានដឹងអំពីរឿងរ៉ាវអបិយជំនឿនឹងទាំងអស់គ្នាអំពីខ្មោចរន្ទះបាញ់និយាយចូលអារម្មណ៍ក្អកបណ្ដោយខ្ញុំនិយាយចង់ភ័យខ្លួនឯងមែនទេបងប្អូនខ្ញុំនិយាយទៅស្មោះនិយាយចង់ខ្លាចបធូរអារម្មណ៍តិចចុះអញ្ចឹងអ្នកស្រុកតាភូមិចាប់បានដំណើរហើយដំណើរប្រាប់កូនចៅថាមេឃភ្លៀងកុំចេញក្រៅពីអត់ខ្មោចផ្ទះបាញ់ចេះចុះយ៉ាន់ផ្ទះបាញ់ដោយខ្មោចម្នាក់នេះម្នាក់នោះហើយអ្នកស្រុកអ្នកភូមិក៏ចាប់ផ្ដើមឲ្យអវាទកូនចៅពេលដែលមានសពដែលស្លាប់បែបហ្នឹងសពដែលមិនបានធ្វើកិច្ចឬក៏មិនបានទទួលមគ្គទទួលផលទទួលធម៌អំពីព្រះសង្ឃតាអាចារ្យឬក៏យាយជីតាជីចាស់ទុំនៅក្នុងភូមិស្រុកហាមប៉ះសពបែបហ្នឹងក្រែងលោប៉ះទៅវានឹងជាប់ពាក់ព័ន្ធរឿងអីមួយធ្វើឲ្យអ្នកដែលប៉ះសពហ្នឹងនឹងមានរឿងរ៉ាវមិនល្អនៅក្នុងជីវិតតួយ៉ាងដូចជាបទពិសោធន៍រឿងបង2នាក់ហ្នឹង3នាក់ច្រឡំសំទោស3នាក់ហ្នឹងគឺដោយសារតែពួកគាត់ទៅប៉ះសពនឹងឯងសពដែលស្លាប់ដោយរន្ទះបាញ់តៃហោងហើយយើងនឹកសំណោះបងប្អូនយើងអត់បានទៅគិតអីវែងឆ្ងាយបងប្អូនទាំងគេទាំងខ្ញុំបើសិនជាមានសាច់ញាតិមរៈខ្លាបនភឿនយើងតែស្រឡាញ់គ្នាហើយឃើញគាត់ស្លាប់នៅកដាវាលអញ្ចឹងហើយយើងទៅរត់ទៅហៅអ្នកភូមិអ្នកស្រុកស្អីនៅកដាយប់ហើយយើងមានតែលើកសពគាត់មកមែនអត់មិនទាំងយើងអត់បានគិតទៅរឿងរ៉ាវថាតិចលើកសពគាត់ទៅស្លាប់ទៅអីទេពីច្រើនតែយើងទៅជួយនឹងឯងយើងគិតថាអាចនឹងជួយសង្គ្រោះគាត់មកដល់ភូមិស្រុកទៅអាចនឹងមានអ្នកជួយណែគាត់អាចរស់អញ្ចឹងណាយើងមិនបានគិតថាតិចប៉ះខ្មោចនឹងទៅអញត្រូវងាប់ដែរអញត្រូវជួបរឿងចេះណាប្រហែលជាមិនបានគិតទេមិនថាគេថាខ្ញុំថាបងប្អូនទេមែនអត់ខ្ញុំជឿថាមិនបានគិតរឿងហ្នឹងទេប្រកាសជាមនីយកសពហ្នឹងដើម្បីមកសង្គ្រោះហើយក៏ប៉ុន្តែរឿងនេះវាគ្រាន់តែជារឿងអបិយជំនឿពីមុនតែប៉ុណ្ណោះចំពោះបច្ចុប្បន្ននេះយ៉ាងម៉េចក៏ខ្ញុំមិនបានច្បាស់ដែរហើយយើងបដោតចេះទៅវិញយើងថាសពដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវមិនអត់មានប្រសងណាមកទេពីយើងមានតែពេទ្យទេអ្នកលើកដាក់លើឡានលើអីហេតុអីក៏ពេទ្យមិនមានបញ្ហារឿងរ៉ាវអីបងប្អូនប្រកាសជាសួរអញ្ចឹងសូម្បីតែខ្ញុំក៏ឆ្ងល់ដូចគ្នាប៉ុន្តែខ្ញុំធ្លាប់ទទួលបានបទពិសោធន៍អំពីបងម្នាក់ដែលគាត់អ្នកដឹកខ្មោចគាត់ថាទីពិតទៅឡានខ្មោចគឺសម្រាប់ដឹកខ្មោចនឹងឯងអត់មានយកទៅដឹកមនុស្សទេហើយគាត់ថាគុំថាខ្មោចអត់លងណាអាខ្មោចណាកាចឲ្យក្លិនដូចតែគ្នាទេក៏ប៉ុន្តែយើងមានការសែនព្រេនមានអីត្រឹមត្រូវចំពោះគាត់ហើយគាត់ថាពេលយប់ប្រលប់អីច្រឡំនឹកឃើញបើកឡាននឹងមកផ្ទះមកអីទុកអ្នកផ្ទះគ្មានបានដេកទេលឺសូនចេះលឺសូនចុះក្រិចគ្រប់គឺមិនឲ្យបានសុកនោះទេសុកចិត្តយកទៅដាក់នៅពេទ្យឬក៏ទៅចតឯណាផ្សេងទៅតែបទពិសោធន៍គាត់ថាអញ្ចឹងមែនអញ្ចឹងខ្ញុំក៏រៀងឆ្ងល់ដែរតើបងអត់មានបញ្ហាគាត់ថាហេមិនមានមិនខ្មោចលងដូចតែគ្នាហ្នឹងគាត់ថាយូរទៅយើងលែងខ្លាចបើក្លិនវិញគឺឲ្យក្លិនទៅមកហើយសលេងគ្រប់ក្រាក់ឬស្អីគឺគាត់អញ្ចឹងឯងលឺអញ្ចឹងពីច្រើនទៅប្រចាំការមាន2នាក់សតពេទ្យម្នាក់អញ្ចឹងទៅយើងអ្នកបើក
ឡានមកនេះគាត់តែបើកឡានក៏ពេលដូចគ្នាគាត់ជំនាញគាត់បើកឡានអញ្ចឹងណាអញ្ចឹងងាកមកដល់រឿងមកឋានវិញគាត់តែចង់ចែកម្លែករឿងនេះជាបទពិសោធន៍សម្រាប់បងប្អូនអ្នកស្ដាប់អំពីអបិយជំនឿពីមុនគឺវាខ្លាំងកាចសាហាវពិតប្រាកដមែនដែលហាមប៉ះសាកសពតៃហោងដែលมันបានទទួលមគ្គផលហ្នឹងគេលើយើងទៅប៉ះទៅជួបរឿងមួយដែលមិនល្អសម្រាប់ជីវិតយើងគ្រាន់តែជារឿងអបិយជំនឿជំនាន់មុនតែប៉ុណ្ណោះហើយបងប្អូនដែលធ្លាប់មានបងប្អូនសាច់ញាតិចាស់ទុំធ្លាប់ជួបរឿងរ៉ាវអញ្ចឹងក៏អាចខមមិនប្រាប់ខ្ញុំបានផងដែរពីព្រោះពេលខ្លះក៏ខ្ញុំចង់ដឹងចង់ឮអំពីរឿងរ៉ាវបែបហ្នឹងដែរខ្ញុំចង់ទទួលបានរសជាតិថ្មីអំពីបងប្អូនអ្នកខេត្តនេះអ្នកខេត្តនោះទៅថ្ងៃហ្នឹងខ្ញុំបានពីអ្នកប្រៃវែងបែបហ្នឹងថ្ងៃក្រោយខ្ញុំបានពីអ្នកពូសាត់បាត់ដំបងប្រទីមានជ័យស្អីពីខេត្តផ្សេងទៀតគឺខ្ញុំប្រកាសក្នុងចិត្តថាអបិយជំនឿពីមុនគឺមានពិតប្រាកដអញ្ចឹងមែនអញ្ចឹងខ្ញុំចង់ទទួលបានបែបហ្នឹងពីបងប្អូនហើយសង្ឃឹមថាបងប្អូននឹងបញ្ចេញមតិយោបល់និងចែករំលែកនៅបទពិសោធន៍មកផ្សេងទៀតដើម្បីខ្ញុំបានចែករំលែកបទពិសោធន៍នេះទៅដល់បងប្អូនផ្សេងទៀតអញ្ចឹងខ្ញុំសូមបញ្ចប់រឿងបងឋានត្រឹមហ្នឹងហើយនៅក្នុង Admin T Podcast សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលា